សូមជូនរឿងព្រេងនិទានខ្មែររឿងគោញីមានដំណាលថាកាលនោះមានស្ដេចមួយអង្គមានគោញីមួយដែលទ្រង់ស្រឡាញ់អស់ពីព្រះរាជហឫទ័យនោះព្រះករុណាទ្រង់ជ្រាបថានឹងចិញ្ចឹមគោញីនោះឲ្យបានល្អគួរផ្ញើទៅនឹងអ្នកស្រែខកក្រៅនៅទីណាដែលមានស្មៅល្អច្រើនឲ្យគោនោះវាបានស៊ីឆ្អែតផងទ្រង់ព្រះចិន្តាដូច្នេះហើយក៏ត្រាស់បង្គាប់ឲ្យចៅវាយស្រុកម្នាក់ឈ្មោះអុកមានងារនៅខេត្តដែលមានវាលធំល្អមកទទួលគោញីនោះនាំទៅឃ្វាលនៅឯស្រុកស្រែចៅវាយស្រុកចូលមកហើយទ្រង់ព្រះរាជបន្ទូលថាត្បិតអញផ្ញើមេគោមួយនេះឲ្យរាជខេត្តចៅវាយខេត្តឃ្វាលថែរក្សាតែសត្វនេះល្អចម្លែកប្លែកហើយអញស្រឡាញ់ណាស់ដូច្នេះឲ្យគេចិញ្ចឹមថែទាំឲ្យល្អឲ្យប្រយ័ត្នបើមានឈ្មោះណាមកប្រាប់ថាមេគោអញនោះស្លាប់អញនឹងកាត់ក្បាលអានោះជាមិនខានឡើយឮដូច្នេះហើយចៅវាយស្រុកក្រាបទូលព្រះករុណាពិសេសហើយក៏នាំគោញីនោះចេញទៅខេត្តវិញមកដល់ហើយចៅវាយស្រុកប្រមូលអស់នាម៉ឺនមេស្រុកជំទប់រាជទាំងអស់ដាំថាគោញីមួយនេះរបស់លួងជាម្ចាស់ទ្រង់បានផ្ញើឲ្យយើងឃ្វាលថែរក្សាថែទាំឲ្យស្រួលសប្បាយតទៅមុខសេចក្តីនេះចាប់ឲ្យនាម៉ឺនក្រមការរាជយកចិត្តទុកដាក់ជួយថែទាំទាំងអស់គ្នាធ្វើឲ្យមេគោនោះចម្រើនកំខានឡើយតែបើមិនឈឺឆ្អាលរក្សាទេធ្វើឲ្យមេគោនោះស្លាប់នោះព្រះករុណានឹងឲ្យកាត់ក្បាលយើងទាំងអស់គ្នាជាមិនខាននាម៉ឺនក៏រើសភូមិណាដែលមានស្មៅច្រើនល្អឲ្យរាជភូមិនោះយកមេគោរបស់លួងទៅឃ្វាលឯរាជក៏ចេះតែខំប្រឹងយកចំណីឲ្យមេគោនោះស៊ីតែរៀងរាល់គ្នាសប្តាហ៍ថ្ងៃវេលានោះមកមេគោនោះវាឡើងធាត់ពុំចេះដើររកស៊ីស្មៅទេចាំតែនៅក្នុងរោងឲ្យរាជយកអ្វីមកឲ្យវាស៊ីរាជក៏ចេះតែយកចំណីជាច្រើនពេញកញ្ជើការ៉ុងជារៀងរាល់ពេលលាយកស្មៅខ្ចីខ្លះសំណាបខ្លះទំពាំងឫស្សីខ្លះស្រូវខ្លះពូគួរពោតខ្លះរីឯកូននោះវាស៊ីឆ្អែតក្រៃពេកតតែស្លាប់ទៅដោយតែវាស៊ីហួសឃើញដូច្នេះរាជតូចចិត្តទៅប្តឹងនឹងជំទប់រត់ទាំងខ្លោបខ្លាចទៅប្តឹងមេស្រុកភ័យណាស់ពុំហ៊ានទៅជម្រាបលោកចៅវាយក៏ទៅប្តឹងត្រឹមស្មានភ័យជាពន្លឹកក៏ទៅជម្រាបបាឡាត់ឮតាមសេចក្តីញ័រដៃញ័រជើងចូលទៅឯលោកចៅវាយឃើញបាឡាត់ដូច្នេះក៏សួរថាកើតគ្រោះអ្វីក៏លោកបាឡាត់ញ័រទាំងដៃញ័រទាំងជើងម្លេះនោះបាឡាត់ឆ្លើយទៅវិញថាខ្ញុំបាទពុំហ៊ាននិយាយទេឯចៅវាយប្រាប់ថាមិនអីទេលោកបាឡាត់និយាយចុះបាឡាត់និយាយថាសូមមេត្តាប្រុសត្បិតមេគោព្រះករុណាវាស្លាប់ទៅហើយឮដូច្នេះចៅវាយស្រុកក៏ស្លុតញ័រសពសាច់ស្រែកថាខ្ញុំអើយម្ដងនេះឃើញជាផុតជីវិតហើយត្បិតលួងជាម្ចាស់ជីវិតមានព្រះបន្ទូលថាបើនរណាទទួលថាមេគោនោះស្លាប់នឹងឲ្យកាត់ក្បាលខ្ញុំពុំព្រមទៅថ្វាយបង្គំតាមសំណើទេឲ្យលោកបាឡាត់ទៅចុះឯបាឡាត់ប្រកែកឯការដែលចូលទៅក្រាបបង្គំទូលព្រះករុណាក្នុងវេលានោះជានីតិរបស់ចៅវាយស្រុកពុំគួរប្រើនាម៉ឺនណាមួយទៅជំនួសឡើយប្រកែកគ្នាទៅវិញទៅមកជាយូរខ្លាំងណាស់កាលនោះជួនជាគងក្រមុំចៅវាយស្រុកដើរលេងក្នុងច្បារចិត្តសាលាខេត្តឮចៅវាយស្រុកជាឪពុកសុកសួរដូច្នេះក៏នាងឡើងទៅលើសាលាសួរថាអើយមានការអ្វីឲ្យបារម្ភចិត្តម្លេះចៅវាយស្រុកប្រាប់មកវិញថាកូនអើយឪពុកមានសេចក្តីវេទនាណាស់ត្បិតគោញីរបស់លួងវាស្លាប់ទៅហើយឯព្រះករុណាបានផ្ដាំថាបើអ្នកណាចូលទៅក្រាបទូលថាមេគោនោះស្លាប់ព្រះករុណានឹងកាត់ក្បាលអ្នកនោះឥតប្រណីហេតុនេះបានជាពុកមានទុក្ខជាខ្លាំងណាស់ពុំព្រមចូលទៅក្រាបទូលតាមសេចក្តីទេឮដូច្នេះហើយនាងឆ្លើយមកវិញថាពុកកុំព្រួយចិត្តអីបើពុកពុំហ៊ានទៅទេខ្ញុំសូមទៅជួសចៅវាយស្រុកខាត់ពុំព្រមឲ្យនាងទៅក្រែងស្ដេចកាត់ក្បាលនាងតាមព្រះបន្ទូលឯចៅវាយខាត់យ៉ាងណាក៏នៅមិនស្ដាប់ចេះតែអង្វរឪពុក
ដល់ចៅវាយស្រុកទាល់កំណត់ក៏ឲ្យកូនទៅតាមសេចក្តីប្រាថ្នារបស់នាងរៀបចំសំណើស្លៀកសម្ពុតហូលល្អបងកក្រមាព្រះយ៉ាងល្អចូលទៅកនទៅអង្គុយស្ងៀមនឹងគេលុះស្ដេចតតឃើញនាងក្រមុំមានរូបល្អណាស់មានព្រះបន្ទូលថានាងមកពីណាអញពុំដែរស្គាល់សោះនាងក្រាបទូលថាពោម្ចាស់ខ្ញុំម្ចាស់មិនមែននៅក្នុងក្រុងទេខ្ញុំម្ចាស់នៅស្រុកក្រៅខ្ញុំម្ចាស់ជាកូនចៅវាយស្រុកឈ្មោះអុកស្ដេចមានព្រះបន្ទូលសួរថាចៅវាយស្រុកអុកដែលចិញ្ចឹមមេកូអញនោះឬនាងក៏ក្រាបគុំទូលពរម្ចាស់ខ្ញុំម្ចាស់ជាកូនចៅវាយស្រុកនេះឯងព្រះករុណាទ្រង់ព្រះសមណោះរីករាយយ៉ាងខ្លាំងសួរថាមេកូអញសប្តាហ៍នេះវាយ៉ាងម៉េចទៅហើយនាងតបថាមេកូព្រះករុណាវាពុំចេះផឹកទឹកទេស្ដេចឮដូច្នេះឆ្ងល់ណាស់សួរទៀតថាវាស៊ីស្មៅល្អទេនាងឆ្លើយទៅវិញថាវាពុំចេះស៊ីស្មៅទេស្ដេចក៏សួរថាបើដូច្នេះមេកូអញវាធ្វើអ្វីនាងទូលថាវាពុំចេះបន្ទោម៉ូតទេស្ដេចក៏ឆ្ងល់រឹតតែខ្លាំងឡើងសួរថាអ្វីទៀតឯនាងក្រាបទូលថាមេកូនោះវាលេងបន្ទោបងផងស្ដេចក៏ស្រែកថាណាហើយមេកូអញពុំចេះផឹកទឹកពុំចេះស៊ីស្មៅលេងនោមលេងជុះអាចនោះដូចជាមេកូអញវាស្លាប់ទៅហើយនាងក៏ក្រាបទូលថាសូមទ្រង់ព្រះមេត្តាប្រោសព្រះករុណាមានព្រះបន្ទូលថាមេកូនោះវាស្លាប់ហើយឯខ្ញុំម្ចាស់មិនបានក្រាបទូលថាដូច្នេះសោះហេតុនេះមិនមែនជាក្បាលខ្ញុំម្ចាស់ទេដែលគួរនឹងកាត់នោះឬដូច្នេះហើយស្ដេចក៏ទ្រង់ព្រះសម្រួលពុំមានខ្ញាល់ឡើយទ្រង់ព្រះរាជទានរង្វាន់ទៅនាងវិញផងហើយមានព្រះបន្ទូលត្រាស់បង្គាប់ឲ្យទឹមព្រះរាជរថមួយនាំនាងទៅផ្ទះវិញទ្រង់អភ័យទោសទាំងអស់គ្នារឿងពេលនិទានខ្មែររឿងគំនូរូបប្រពន្ធកាលមួយនោះមានបុរសម្នាក់ឈ្មោះកំពិវាក្រហើយបញ្ញាខ្សោយផងវារស់នៅក្នុងខ្ទមមួយតែម្នាក់ឯងគ្មានអ្នកណាចង់រៀបការជាមួយវាទេព្រោះវាមានស្មារតីតិចតិចល្ងាចមួយនាងស្រីក្មេងម្នាក់បានចូលមកដល់មាត់ទ្វារផ្ទះវាហើយសួរថាតើនាងអាចគេងមួយយប់ក្នុងបន្ទប់ខ្ទមនេះបានដែរឬទេតាំងពីដើមមកកំពិមិនដែលប្រទះឃើញស្រីណាល្អយ៉ាងនេះសោះវារីករាយនឹងឲ្យនាងចូលទៅក្នុងផ្ទះរបស់វាយប់នោះក្រោយពីអាស្រ័យអាហារយប់ហើយស្រីក្មេងសួរថាលោកដូចជារស់នៅម្នាក់ឯងខ្ញុំក៏មានតែម្នាក់ឯងដែរតើលោកចង់បានខ្ញុំជាភរិយាទេអាពាហ៍ពិពាហ៍ធ្វើឲ្យកំពិសប្បាយរីករាយណាស់ប៉ុន្តែក៏ធ្វើឲ្យវាពិបាកចិត្តណាស់ដែរដើម្បីបង្ហើយការងារវាជាប់ចិត្តនឹងប្រពន្ធក្មេងណាស់តតែមិនឲ្យនាងបាត់មុខពីវាសូម្បីមួយស្របក់ក៏ដោយនៅពេលដែលវាធ្វើស្បែកជើងចំបាងជារឿយស្បែកជើងនោះមានបណ្ដោយរហូត5 ឬ 6 ចំអាមដោយមិនដឹងខ្លួនផងព្រោះបុរសជាប្តីអត់តែសម្លឹងមើលប្រពន្ធមិនលើកការងារសោះនៅពេលធ្វើអាវភ្លៀងចំបើងក៏ដូចនេះដែរជួនកាលអាវនោះមានប្រវែងរហូតដល់10 ឬ 20 ចំអាមព្រោះបុរសនេះសម្លឹងមើលតែអ្វីដែលប្រពន្ធវាកំពុងធ្វើមិនបានប្រុងប្រយ័ត្នមើលការងាររបស់វាទេគ្មាននរណាអាចពាក់អាវភ្លៀងវាបានឡើយរួចមកវាក៏ទៅធ្វើការអាយចំការមួយច្របក់ម្ដងវារត់មកផ្ទះវិញស្រែកហៅប្រពន្ធសម្លាញ់អើយអូននៅទីនេះឬហេតុនេះវាគ្មានបានបំពេញការងារច្រើននោះទេក្នុងមួយថ្ងៃប្រពន្ធពោលថាគាត់នឹងមិនចង់ធ្វើការទេដូច្នេះនាងទៅទីក្រុងឲ្យសិល្បករម្នាក់គូររូបនាងយករូបមកផ្ទះហើយប្រាប់កំពិថាបងនេះណែរូបខ្ញុំសូមយករូបនេះទៅភ្ជួរនឹងដាំមននៅចិត្តបងទៅបងអាចមើលឃើញរូបនេះនៅពេលកំពុងធ្វើការក្នុងចំការបងមិនបាត់មុខខ្ញុំយូរទេកំពិធ្វើតាមនាងប្រាប់
មួយស្របកម្ដងវាឈរធ្វើការដើម្បីមើលរូបប្រពន្ធវាប៉ុន្តែមិនយូរប៉ុន្មានវាក៏រត់មកផ្ទះជាញយទៀតថ្ងៃមួយមានខ្យល់បក់មួយវឹបគួចយករូបនោះហើយក៏ប៉ាងទៅលើមេឃកំពីតាមចាប់រូបនោះដែរប៉ុន្តែមិនយូរប៉ុន្មានរូបក៏រសាត់បាត់ពីភ្នែករបស់វាទៅកំពីយំស្បែបរត់ទៅផ្ទះប្រាប់ប្រពន្ធនាងបានលួងលោមថាបងសម្លាញ់កំព្រួយខ្ញុំនឹងទៅទីក្រុងរករូបគំនូមួយទៀតមកឲ្យបងក្នុងរយៈពេលនោះរូបគំនូទី1ប៉ាងតាមខ្យល់ហើយទីបំផុតក៏ធ្លាក់ពេលប៉ោចុះទៅដល់សួនក្នុងវិមានមួយលោកឃើញរូបគំនូម្ចាស់វិមានចាប់ចិត្តស្នេហាលើរូបស្រីក្នុងគំនូនោះលោកគិតយ៉ាងនេះបើរូបគំនូដូចនេះមុខជាមានមនុស្សពិតជាមិនខានរួចក៏បញ្ជាបំរើឲ្យដើររកស្រីនោះដល់ឃើញឲ្យចាប់យកនាងមកជូនលោកកំបងអង្គបំរើដើរពីភូមិមួយទៅភូមិមួយដោយកាន់រូបគំនូទៅផងគេសួររកតាមមានអ្នកស្គាល់ស្រីនោះដែរឬទេទីបំផុតគេទៅដល់ភូមិដោយកំពីរស់នៅបំរើសួរអ្នកភូមិដោយបង្ហាញរូបគំនូផងតើអ្នកស្គាល់រូបនេះដែរឬទេដោយបានឃើញរូបគំនូអ្នកភូមិនោះក៏ឆ្លើយភ្លាមអូនេះជាប្រពន្ធកំពីទេតើប្រកាសមែនលុះបំរើទៅដល់ខ្ទមកំពីក៏ឃើញស្រីម្នាក់រូបស្អាតមុខដូចរូបគំនូនេះបេះបិទយើងមកចាប់នាងយកទៅជូនចៅវាយយើងហើយពួកគេនិយាយហើយប៉ុនប៉ងនាំនាងចេញទៅកំពីអង្វរសូមមេត្តាកុំចាប់យកនាងទៅតែឥតអំពើឡើយវាស្រែកត្រហោយំយ៉ាងខ្លាំងតតែទឹកភ្នែកខ្លាចជាថ្លុកមួយបណ្ដោយមួយជំហានប្រពន្ធនិយាយបងកំពីកុំស្រែកយ៉ាងនេះយើងមិនអាចអ្វីធ្វើអ្វីគេកើតនោះទេពេលនេះសូមមកស្ដាប់ខ្ញុំឲ្យមែនតែនយកដើមស្រល់សម្រាប់តុបតែងខ្លងទ្វារទៅជាមួយផងពេលនោះយើងនឹងបានជួបគ្នាហើយកិច្ចការយើងនឹងបានសម្រេចនាងមិនទាន់តែបាននិយាយអ្វីច្រើនទៀតផងគេក៏ចាប់យកនាងចេញតម្រង់ទៅវិមានរាល់ថ្ងៃកំពីនឹកមមីថាតើដល់ពេលត្រូវទៅរកប្រពន្ធវាហើយឬនៅទីបំផុតមានគេនិយាយប្រាប់វាថាឥឡូវដល់ពេលបុណ្យចូលឆ្នាំថ្មីហើយវាចេញដំណើរតម្រង់ទៅវិមានដោយបាននាំយកមេស្រល់មួយបាច់ធំទៅផងដែរបន្តិចទៀតវានឹងបានជួបមុខប្រពន្ធសម្លាញ់ចិត្តវិញមិនខានលុះទៅដល់មាត់ទ្វារវិមានកំពីស្រែកពីនេះថាដើមស្រល់ល្អសម្រាប់បុណ្យចូលឆ្នាំថ្មីប្រពន្ធឮសំឡេងប្តីក៏ញញឹមពីក្នុងវិមានមកនេះជាលើកដំបូងហើយដែលនាងបានសើចតាំងពីពេលដែលគេចាប់នាងយកមកដាក់ក្នុងវិមានម្ចាស់វិមានសប្បាយណាស់ដោយបានឃើញនាងរីករាយយ៉ាងដូចនេះលោកបញ្ជាបំរើឲ្យទៅហៅដាក់លក់ដើមស្រល់ចូលមកលោកឃើញកំពីមកដល់នាងប្រពន្ធរត់តែរីករាយជាមុនទៅទៀតនាងសម្លឹងមើលវាយ៉ាងពព្រាយតតែម្ចាស់វិមានគិតក្នុងចិត្តថាបើអ្នកលក់ដើមស្រល់ធ្វើឲ្យនាងរីករាយយ៉ាងនេះអញគួរតែធ្វើជាអ្នកលក់ដើមស្រល់វិញម្ដងម្ចាស់វិមានក៏បញ្ជាកំពីឲ្យបដូរសម្លៀកបំពាក់ជាមួយខ្លួនលុះស្លៀកពាក់ខោអាវកញ្ចក់រួចហើយអ្នកលក់ដើមស្រល់ហើយម្ចាស់វិមានក៏ដើរចុះដើម្បីឡើងសួនដោយស្រែកពពាយនេះថាដើមស្រល់ល្អសម្រាប់បុណ្យចូលឆ្នាំថ្មីធ្វើយ៉ាងនេះនាំឲ្យប្រពន្ធកំពីកាន់តែសប្បាយចិត្តឡើងនាងទះដៃដ៏ស្រួចរបស់នាងហើយសើចក្អាកក្អាយអស់ពីដួងចិត្តម្ចាស់វិមានរីករាយខ្លាំងណាស់ដោយបានឃើញនាងសើចហើយក៏តាំងរំរែកជុំវិញសួនដោយពុនដើមស្រល់ពីក្រោយខ្នងផងដែរដើមស្រល់ល្អគេពពាយនាយហើយពពាយនាយទៀតគេរំរាវិលជុំវិញសួនហើយចេញមុខពីមាត់ទ្វារវិមានដោយមិនដឹងខ្លួនសងលុះម្ចាស់វិមានចេញផុតទៅភ្លាមប្រពន្ធកំពីប្រាប់បំរើឲ្យបិទទ្វារវិមានមួយរំពេចមួយសន្ទុះក្រោយមកម្ចាស់វិមានដឹងថាខ្លួនមិនមែននៅក្នុងសួនទេគេក៏ដើរទៅកាន់ទ្វារវិមានតែរឿងឆ្ងល់ជាខ្លាំងដោយឃើញទ្វារវិមានបិទឲ្យអញចូលគេស្រែកហៅតែគ្មាននរណាឆ្លើយមកវិញសោះនៅក្នុងវិមានកំពីនិងប្រពន្ធដ៏ឆ្លៀសវៃរបស់គេមានរបស់ទ្រព្យបែបយ៉ាងដូចចិត្តប្រាថ្នាហើយក៏រស់នៅយ៉ាងសុខសាន្តនិងរីករាយតាំងពីពេលនោះតរៀងទៅ
រឿងព្រេងនិទានខ្មែរដើមកំណើតរន្ទះកាលពីព្រេងនាយមានបិសាចមួយឈ្មោះរាមាសូរនិងនាងអារៈទេវីមួយឈ្មោះមេខាឡាអ្នកទាំងពីរបានទៅបម្រើមហាឥសីមានពិតម្នាក់ដើម្បីនឹងរៀនវិជ្ជាមន្តអាគមគាថាបិសាចនិងនាងមេខាឡាបានរៀនប្រណាំងប្រជែងគ្នាដើម្បីបំពេញចិត្តគ្រូរៀងខ្លួនហើយអ្នកទាំងពីរប្រកបដោយបញ្ញាក្រៃលែងដូចគ្នាតាបោះស្រឡាញ់អ្នកទាំងពីរនោះស្មើគ្នាកាលបើតាបោះបានបង្រៀនសិស្សលោកចប់សពគ្រប់មុខវិជ្ជាហើយលោកក៏ចង់លបងវិជ្ជាសិស្សមើលថាតើអ្នកណាមួយប៉ិនប្រសពជាងគេទើបលោកនិយាយទៅកាន់សិស្សថាបើអ្នកណាយកកែវមួយមានទឹកសន្សើមពេញមកឲ្យខ្ញុំបាននោះខ្ញុំនឹងធ្វើទឹកនោះឲ្យคล้ายទៅជាកែវមនោរាហើយឲ្យគុណភាពនៃរតនវត្ថុនោះអ្នកម្ចាស់កែវអាចប្រាថ្នាអ្វីឬចង់បានអ្វីចេះតែបានសម្រេចទាំងអស់រាមាសូរក៏យកកែវមួយទៅត្រង់ទឹកសន្សើមដែលទើលើស្លឹកឈើនិងស្មៅផ្សេងវាបានខិតខំព្យាយាមធ្វើដូច្នេះជាច្រើនព្រឹកប៉ុន្តែឥតបានផលល្អសោះចំណែកឯនាងមេខាឡាដែលជាស្រីគិតវែងឆ្ងាយក៏រើសយកបណ្ដោឈើមួយយ៉ាងទន់ស្ពោតហើយយកទៅដាក់ផ្ដិតទៅលើទឹកសន្សើមដែលដក់នៅលើស្លឹកឈើនិងនៅលើវាស្មៅតតែដុំឈើនោះជក់ទឹកពេញទាំងអស់បន្ទាប់មកនាងមេខាឡាបានយកដុំឈើទៅច្របាច់ទឹកដាក់ក្នុងកែវអាស្រ័យដោយហេតុនេះនាងក៏រកទឹកសន្សើមដាក់កែវពេញបានហើយក៏យកកែវនោះទៅជូនមហាតាបោះហេតុដូច្នេះបានជានាងអារៈទេវីត្រូវបានតាបោះសម្គាល់ថាប៉ិនប្រសពជាងបិសាចតាបោះជប់ទឹកសន្សើមនោះឲ្យកើតទៅជាកែវហើយប្រគល់ទៅឲ្យនាងមេខាឡាដោយប្រាប់ថាកែវនេះមានគុណភាពខ្លាំងណាស់បើអ្នកមានបំណងអ្វីមួយគ្រាន់តែលើកែវនោះក្រវីឡើងនោះមួយរំពេចសេចក្តីប្រាថ្នារបស់អ្នកនឹងបានសម្រេចភ្លាមមួយទៀតដោយគុណភាពនៃកែវនេះអ្នកអាចហោះកាត់អាកាសកប់ពពកជ្រកអាចជលែងទៅកាន់កន្លែងណាក៏បានទាំងអស់នាងអារៈទេវីក៏ទទួលយកកែវនោះមកលើក្រវីស្រាប់តែហោះទៅវឹងលើមេឃតម្រង់ទៅមហាសាគរចំណែកឯរាមាសូរអាស្រ័យដោយការព្យាយាមដ៏យូរក៏រកទឹកសន្សើមដាក់បានពេញកែវហើយមកយកថ្វាយមហាឥសីពោលថាចៅឯងយករបស់នេះមកយឺតយូរពេកហួសពេលតាត្រូវការឥឡូវតាបានឲ្យរតនវត្ថុនោះទៅនាងមេខាឡាហើយមន្តអាគមគាថារបស់តាអាចជក់វត្ថុនោះបានតែមួយដងទេកាលដែលបានឮមហាតាបោះនិយាយដូច្នោះរាមាសូរក៏កើតសេចក្តីតមនោះពុនប្រមាណហើយក៏ស្រែកយំបណ្ដើរអណ្ដកយ៉ាងខ្លាំងដើម្បីលួងចិត្តបិសាចតាបោះប្រាប់ថាចូលតើកុំកើតទុកខ្លាំងពេកចាំតាឲ្យពូថៅមួយពូថៅនេះអាចយកទៅឆ្លោះដណ្ដើមយកកែវមณีពីអារៈទេវីមេខាឡាបាននាងមេខាឡានោះចូលចិត្តហោះហើរលេងទៅលើអាកាសដើម្បីមុជទឹកភ្លៀងដែលមានភ្លៀងម្ដងចូលអ្នកចោលពូថៅនេះទៅលើវានឹងបោះចោលកែវដ៏មានមហិទ្ធិឫទ្ធិប៉ុន្តែនៅពេលប្រយុទ្ធគ្នានោះចៅឯងឃើញវាលើកកែវឡើងក្រវីចូលចៅឯងបិទភ្នែកភ្លាមមុននឹងចោលពូថៅទៅលើវាកាលបើរាមាសូរបានពូថៅមកកាន់នឹងដៃហើយវាក៏ហោះស្វែងរកនាងមេខាឡាដើម្បីដណ្ដើមកែវមកណូរាប៉ុន្តែកាលបើបានឃើញនាងកាលណានាងយល់ឃើញភ្លាមថាបិសាចនេះប្រកាសជាមកបំណងធ្វើអាក្រក់មកលើនាងពុំខានទើបនាងលើកកែវក្រវីឡើងហោះទៅលើអាកាសវេហាខ្ពស់ក្រៃលែងកាលបើក្រឡេកឃើញពន្លឺចាំងនៃកែវមានសិលភ្លាមបិសាចក៏បិទភ្នែកវាចិត្តរួយក្រវីអាវុធវាទៅអាវុធនោះក៏ហោះចាំងលឿនទៅឬសូរសម្បើមក្រៃលែងប៉ុន្តែអត់ត្រូវនាងមេខាឡាទេចាប់តាំងពីពេលនោះមកទើបមានពេលភ្លៀងផ្គររន្ទះចាំងផ្លេចបន្ទោឬសូរយ៉ាងខ្លាំងនៃអាវុធនោះអាស្រ័យហេតុនេះហើយបានជាក្នុងភាសាខ្មែរយើងឈ្មោះដុំថ្មទាំងឡាយណាដែលឃើញមានរាងដូចពូថៅឬចបកាប់ក្បាលស្រួចឬដូចកំបិតកម្មរន្ទះហើយសន្មតរបស់ទាំងនោះជាព្រួញរបស់ជាបាញ់ទៅលើមេឃធ្លាក់មកដីរឿងសត្វចាបសម្លាប់ដំរីស្ដ
មានដំរីស្ដមួយដើររកស៊ីក្នុងព្រៃដាច់ចេញពីហ្វូងតែម្នាក់ឯងថ្ងៃមួយបានដើរទៅជួបប្រទះនឹងមេចាបកំពុងតែក្រាមក្រងកូននៅកណ្ដាលផ្លូវដែលខ្លួនដើរមេចាបនិយាយអង្វរដំរីថាសូមលោកអាណិតមេត្តាកំដាជន់កូនខ្ញុំដំរីមិនព្រមទទួលយកពាក្យអង្វរក៏ឆ្លើយតបទៅវិញថាអញមិនដឹងមិនស្គាល់អាណាទេអញចេះតែដើរជន់ស្លាប់អាណាក៏ដោយចាប់ឯងខ្លួនតូចប៉ុណ្ណឹងធ្វើអីអញបានបើទុកជាចាប់ឯងមានចំនួនច្រើនដល់ទៅ 10000 ក៏អញជន់ឆ្លីនឹងជើងឆ្វេងតែអញម្ខាងក៏ស្លាប់ល្អិតល្អោចអស់នៅសល់គ្មានសល់មួយដែរដំរីថាតែប៉ុណ្ណោះហើយក៏ដើរជន់កូនចាប់ខ្ទេចខ្ទីស្លាប់អស់ទៅមេចាប់ឃើញកូនស្លាប់ដូច្នេះហើយក៏កាត់ទុកក្តៅក្រហាយសោកស្ដាយកូនណាស់ទើបហាទៅទុំលើមែកឈើហើយនិយាយប្រាប់ដំរីថាដំរីឯងហ៊ានមើលងាយអញត្បិតតែឃើញអញខ្លួនតូចកម្លាំងតិចប៉ុន្តែឯងមិនទាន់ដឹងកម្លាំងបញ្ញាអញទេចាំមើលអញនឹងធ្វើសងសឹកដល់អ្នកឯងវិញមេចាប់និយាយរួចហើយក៏ហើរទៅរកពឹងសัตว์ក្អែកឲ្យទៅចឹកចោះភ្នែកដំរីបែកជាដំបៅទាំងសងខាងក្អែកក៏ទទួលយកអាសាទើបមេចាប់ទៅពឹងសัตว์រុយទៀតឲ្យរុយពងដាក់ភ្នែកដំរីឲ្យកើតជាដង្កូវចុះក្នុងកែភ្នែកតតែខ្វាក់ទាំងពីរកាលដំរីនោះឈឺភ្នែកបែកខ្វាក់ទាំងពីรงងឹតមើលផ្លូវមិនឃើញហើយក៏កើតទុក្ខវេទនាលំបាកនឹងរកស្មៅស៊ីនឹងរកផឹកទឹកក៏ពុំបានមេចាប់ឃើញដំរីខ្វាក់ភ្នែកដូច្នេះហើយក៏ទៅពឹងសัตว์កង្កែបឲ្យឡើងទៅយំលើកំពូលភ្នំដំរីឮកង្កែបយំមានចិត្តត្រេកអរដោយសង្កល់ថាមានត្រពាំងទឹកទើបដើរឡើងទៅលើកំពូលភ្នំការដំរីទៅដល់កំពូលភ្នំហើយកង្កែបលូតចុះយំនៅក្នុងជ្រោះវិញដំរីដើរតាមសំឡេងកង្កែបទៅលុះដល់មាត់ជ្រោះក៏រអិលជើងរមៀលធ្លាក់ទៅក្នុងទឹកជ្រោះស្លាប់ទៅឯមេចាប់ដឹងថាដំរីស្លាប់ហើយក៏មានចិត្តត្រេកអរណាស់រឿងដង្កូវនិងក្អែកមាននិទានមួយថាសត្វដង្កូវកំពុងស៊ីស្លឹកឈើមានសត្វក្អែកមួយហើររកចំណីប្រទះនឹងដង្កូវនោះក្អែកថាពេលនេះមានលៀបបានដង្កូវស៊ីក៏ហើរទៅជិតដង្កូវក្រឡេកឃើញក្អែកក៏នឹកក្នុងចិត្តថាខ្លួនអាក្អែកនេះចិត្តខូខើនឹងចឹកអញស៊ីឥឡូវហើយដង្កូវសួរក្អែកថាមករកអ្វីក្អែកប្រាប់ទៅដង្កូវវិញថាអញមករកស៊ីដង្កូវឯងដង្កូវក៏ឆ្លើយថាលុះតែក្អែកឯងរកប្រស្នាអញឃើញទៅអញឲ្យស៊ីបានបើរកប្រស្នាអញមិនឃើញអញមិនឲ្យអ្នកឯងស៊ីទេក្អែកសួរថាប្រស្នាដង្កូវឯងយ៉ាងដូចម្ដេចសួរមកចុះអញនឹងរកឲ្យឃើញដង្កូវសួរទៅក្អែកដូចថាមានតទៅនេះ1ដូចម្ដេចដែលហៅថាផ្អែមជាងគេបំផុត2ដូចម្ដេចដែលគេហៅថាជូរចត់ជាងគេបំផុត3ដូចម្ដេចដែលគេហៅថាស្អុយជាងគេបំផុត4ដូចម្ដេចដែលគេហៅថាក្រអូបជាងគេបំផុតកាលបាក់ឯកបានឮដង្កូវសួរប្រស្នាទាំង4បទនេះហើយមានសេចក្តីត្រេកអរជាបំផុតក៏ស្រែកហូកជ្រាវលេងដោយគិតថាប្រស្នាដង្កូវទាំង4បទនេះអញមុខជារកឃើញឥឡូវហើយនឹងបានស៊ីដង្កូវនេះជាជាក់មិនខានទើបក្អែកឆ្លើយដោះស្រាយប្រស្នាដូចនេះ1ដែលហៅថាផ្អែមនោះគឺមានស្ករទឹកខ្មុំផ្អែមជាងអ្វីទាំងពួង2ដែលគេហៅថាជូរចត់នោះគឺមានម្ជូរក្រូចឆ្មាអំពិលម្ជូរសណ្ដាន់ម្ជូរក្រសាំងនិងទឹកខ្មេះ3ដែលគេហៅថាស្អុយជាងគេនោះគឺជាអាចនិងគម្រោងខ្មោចសាកសពសត្វទាំងពួងទាំងឡាយ4ដែលគេហៅថាក្រអូបជាងគេនោះគឺជាផ្ការំដួលផ្កាម្លិះនិងទឹកអប់ក្អែកបានដោះស្រាយប្រស្នាទាំង4បទនេះប្រាប់ទៅដង្កូវក៏ឆ្លើយថាក្អែកដោះស្រាយប្រស្នានេះមិនត្រូវទេក្អែកក៏ដាក់មុខស្រងោតនិយាយទៅកាន់ដង្កូវវិញថាបើដង្កូវឯងថាខុសសូមឲ្យដង្កូវប្រាប់ប្រស្នានេះមកអញឲ្យបានដឹងផងដង្កូវប្រាប់ទៅក្អែកវិញថាប្រាប់បានតែក្អែកឯងកុំស៊ីអញទើបអញប្រាប់
ai thà oi tại bạp cho anh mình si đồng cỡ ảnh tê lúc bang khó san gia prom prieng kia yang nâng hỏi đồng cỡ có đo sai phát na bạp thực ai đôi miền bịa to từ ni mùi đại kê hai thà em nu mình men em score thực mông nụ tê cứ em bịa sầm đấy đây nị dây từ kia từ một đòi bịa bịa ru smart strong rộng kia nị hai đại kê hai thà em chỉ ti bồng phật pi đại kê hai thà chu chặt nu mình men chu chặt âm pal sẵn đan cứ chma nhưng tật men nụ tê cứ bịa ạ sơ ru vị việt khô khơi ất cua ất xóm đại nị dây một căn kia từ vinh từ một nị hai kê hai thà chu chặt lư chu chặt ở vậy vậy chẳng buồn bảy đại kê hai thà soi nu mình men soi ách như soi công rong nụ tê cứ soi kê chmua đại bảo bật âm pơ ạc rọ khổng lồ nị hai kê hai thà soi trắc chal buồn đại kê hai thà cả ốp nu cứ mình men cả ốp khẩn ca rư từ ốp nụ tê cứ cả ốp kê chmua đại bảo tệ bật lỏ nị hai đại hai thà cả ốp chiên krương cả ốp chẳng buồn cái mà snap phát na thằng nị hai có chụp xí đồng cờ tôi men bật đôi bịch bún là gì rương pre nị tiền khmái rương cậu bay sọc nâng cậu bay prey nông ạ tây sạ máy miên cậu bay pí mua chia cậu bay sọc mua tiệt chia cậu bay prey sắp tăng pin đi sờ lanh kia na đếch nơi si chọc chia mùi kia bụng đại kia lại tôn sai đăng thà cậu bay tăng pin đi sờ lanh kia đối chân này có rọc u bay có vừa ỏi bay tranh bị kia ngày mũi viết đa trôi một rọc sắt cậu bay tăng pin nu hai nị dây thà nè bong cậu bay tăng pin chỗ bong ai công đê đa si chọc chia mùi kiaประหยัด tai mà nu nè sọc cái khởi kê đang chập bong ai tăng pin nè dội tới pra mình khàn lại cậu bay prey lư tôn sai nị dây đối chân này có phải khai miếng cừu thằng đôi bịa tôn sai mến chập bị ngày nu mọc cậu bay tăng pin có nơi si chọc đỏ tây bị kia trong ca nơi bài kia nu sắt tăng pin có tai nực rồi lực alai đỏ kia nực kia rộng ti bằng phật miền đại thọ ban nơi rum ru chia mùi kia ở cao đại dù lu dù tu tử cậu bay tăng pin có phịch nực kia từ vinh từ một tôn sai bạn đăng tha cậu bay tăng pin bài kia lên nực nia đỏ kia từ vinh từ một hải có đa từ rốt cậu bay prey nị dây thà nè cậu bay prey nhưng ban lư cậu bay muối đi cái nị dây thà cái khăn phục cài na cái rốt tại cù nâng chôn là bong rất kia tây cậu bay prey lư đôi chân khăn na nị dây thà dơ bong tuần xài cậu mê lư đầy miên tại nhom tê ai lơ miên a cậu bay ná mà uất cái anh thắc luôn vi khăn phục cài chuyện nhóm chỗ bong anh từ hai vi mốc dương nâng chôn là bong rất kia tuần sai có tập đập cậu bay sọc thà nè bong cậu bay sọc cậu bay prey cái khăn nâng mày na cái tha ao bọn ai thì chụp nâng chụp vào lòng rất nhiều mà đó ở đằng đầy tuần sai là chỉ lực non cậu bay sọc chun đầm na từ ai chụp nâng cậu bay prey lu từ đào phim cậu bay prey cậu tu một vót cậu bay sọc giang xả hào cậu bay thằng pi có phải rút kia ở dạ pe giang du mình sẽ mình tránh cậu bay kia chạy tránh mùi tờ sọc mùi tờ prey từ lên chụp kia tăng pi pe lu mà hốt mà đó là sập ngày này rương pre nị tiền khmái rương chạp sọc nâng chạp prey cao pi prey nhí miên chạp sọc nâng chạp prey đa rọc xì đại phụ chia riêng rõ ngày khang chạp sọc miên mê prap prọt đảo thả bà rọ xí công cho che chlu khnia ai lư mọt ơn con ai bảo giặt luôn bà priên prey vì lúc trâu bà bùa khnia không hà tu lúc ai bảng đam bay ai rụi chỉ vậtពួកចាប់ស្រុកក៏ធ្វើតាមដំបូន្មានមេបាប្រដៅតែងតែដើររកស៊ីមិនសូវហ៊ានមាត់ឲ្យលឺជាគឹងកងទេជួនកាលបើព្រានវាយលុបត្រូវក៏បបួលគ្នាខំហើទូលុបបានរួចជីវិតតែរៀងមកមានកាលថ្ងៃមួយពួកចាប់ព្រៃនិងចាប់ស្រុកហើរចេញទៅរកស៊ីជួបប្រទះវងគ្នានៅដើមត្រែងមួយគុំពួកចាប់ព្រៃទុំនៅខាងក្រោមពួកចាប់ស្រុកទុំនៅខាងលើ
ក៏បាក់មេត្រែងពីលើមកត្រូវក្បាលចាប់ព្រៃនិយាយប្រកាន់ទៅចាប់ស្រុកថាហេតុអីក៏កាច់មេត្រែងទម្លាក់មកឲ្យត្រូវក្បាលពួកយើងចាប់ស្រុកក៏បានប្រាប់ទៅចាប់ព្រៃវិញថាយើងមិនបានកាត់មេត្រែងឲ្យបាក់ត្រូវក្បាលអ្នកឯងទេគឺមេត្រែងវាបាក់ធ្លាក់មកតទេតើពួកចាប់ព្រៃជាពួកឥតកាន់ដំបូន្មាននិយាយពិចារណាឲ្យដឹងខុសត្រូវក៏បបួលគ្នាបង្កហេតុបង្កើនជាចំនួននឹងពួកចាប់ស្រុកឬមាត់ជាកើងកងរំពងឡើងពួកព្រានព្រៃឬមាត់ចាប់នៅគុំត្រៃនោះហើយក៏យកកលក៏ទៅវាយលុបត្រូវទាំងអស់គ្នាចាប់ទាំងពីរពួកនេះត្រូវលបហើយក៏នៅតែជាប់ឆ្លោះគ្នាដដែលចាប់ស្រុកពោទៅកាន់ចាប់ព្រៃថាបើពួកឯងគ្រាន់បើហេតុម្ដេចក៏មិនព្រមឲ្យរួចពីលុបនេះទៅចាប់ព្រៃក៏ពោមកកាន់ចាប់ស្រុកវិញថាបើពួកឯងគ្រាន់បើហេតុម្ដេចក៏មិនបំរះឲ្យរួចពីលុបនេះតទៅមានតែពាក្យបញ្ជូលគ្នាទៅវិញទៅមកមិនគិតបំរះឲ្យរួចជីវិតសោះកំពុងតែឆ្លោះគ្នាស្រាប់តែព្រានក្រសោបទាំងចាប់ស្រុកនឹងចាប់ព្រៃទាំងអស់ក៏ពិឃាតខ្សែអស់ទៅនេះហើយចាប់ស្រុកជាពួកចាប់ល្អតែខកខ្លួនមករកស៊ីជួបនឹងហ្វូងចាប់ព្រៃជាពួកចាប់ប្រព្រឹត្តអាក្រក់ក៏មានរឿងឆ្លោះគ្នាតតែព្រានវាលុបត្រូវស្លាប់ទាំងអស់នេះផងទៅចោតគេដោយស្មានត្រឡប់បានសេចក្តីទុក្ខ